ចេញក្បាលវីដេអូមកគឺថាតំណងខ្លាំងមែនតែនបងប្អូនបុកសដៃគួរហើយនឹងបុកបាយចាមុខម្ហូបមួយមុខនេះសម្រាប់វាមិនសូវបានទេក៏ប៉ុន្តែរសជាតិវាសុំធានាថាឲ្យអួយតែម្ដងបើសិនជាបងប្អូនបានសាកល្បងហើយដឹងតែជក់ចិត្តដិតអារម្មណ៍ដូចnhưខ្ញុំអញ្ចឹងបងប្អូនណាដែលធ្លាប់សាកល្បងញ៉ាំមុខម្ហូបមួយមុខនេះកុំភ្លេចចូល comment ផងណាតំណងមែនតែនបងប្អូនយើងជ្រើសយកបាយអង្គកូនខ្មែរពូតវាអញ្ចឹងមកណាចាហើយយើងបន្ថែមជាមួយនឹងសណ្តែកគួរបុកទៅមកអួយតំណងណាស់អ្នកទាំងអស់គ្នាអើយមកភ្លុកមួយនឹងខ្ញុំអស់គ្នាចាពេលដែលឃើញមាត់ម៉ាក់វីញ៉ាំបើសិនជាគិតថាតំណងឆ្ងាញ់បងប្អូនកុំភ្លេចមើលវីដេអូនេះឲ្យចប់ហើយសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនគ្រឿងផ្សំងាយៗទេយើងមានប្រហុកចិញ្ច្រាំបន្តិចទៅសណ្តែកគួរម្ទេសសាឡាត់រួមផ្សំទាំងដើមខ្ទឹមត្រីឆ្អើមួយចង្កាក់ផងដែរចាគឺថាអ្វីដែលมันអាចបំភ្លេចបានគឺថាបាយអង្គកូនខ្មែរអាហារដែលប្រចាំថ្ងៃគឺសំខាន់បំផុតចំពោះយើងបងប្អូនគឺជាប្រភេទអង្គនេះឯងបងប្អូនត្រូវជ្រើសរើសយកអង្គណាដែលធម្មជាតិពេលដែលយើងញ៉ាំទៅមិនប៉ះពាល់ដល់សុខភាពអ្នកទាំងអស់គ្នាអាចជ្រើសរើសយកអង្គកូនខ្មែរដែលមានការដាំដុះនៅស្រុកថ្មគោខេត្តបាត់ដំបងរោងម៉ាស៊ីនកិនស្រូវខេត្តបាត់ដំបងចា៎កុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមមកតាមដានពីវិធីធ្វើនាងខ្ញុំចាប់ផ្ដើមបុកម្ទេសឲ្យម៉ត់បន្តិចទៅណាបងប្អូនចាវិធីធ្វើវាគឺថាងាយខ្លាំងមែនតើបងប្អូនតែរសជាតិវាឲ្យអួយតែម្ដងពេលដែលបុកម្ទេសម៉ត់ហើយយើងចាប់ផ្ដើមដាក់ប្រហុកប៊ីចេងបន្តិចស្ករបន្តិចទៅគ្រឿងទេសបងប្អូនដាក់តាមចំណូលចិត្តទៅណាចាយើងក៏ចាប់ផ្ដើមបុកវាឲ្យចូលជាតិបន្តិចទៅយើងចំណាយពេលធ្វើវាតែបន្តិចទេបងប្អូនបានញ៉ាំហើយម្ហូបនេះចាយើងចាប់ផ្ដើមកាច់ត្រីឆ្អើដាក់ចូលបងប្អូនត្រីឆ្អើយើងរើសយកត្រីឆ្អើណាកុំឲ្យវាមានក្លិនខាបងប្អូនយើងយកត្រីឆ្អើណាដែលថ្មីទើបបុកទៅវាឆ្ងាញ់មុខម្ហូបមួយមុខនេះបើសិនជាយើងធ្វើហើយយើងញ៉ាំគ្នាច្រើនទៀតកាន់តែឆ្ងាញ់បងប្អូនចាពេលដែលបុកត្រីឆ្អើចូលជាតិគ្នាមួយគ្រឿងហើយនាងខ្ញុំចាប់ផ្ដើមមូលជាមួយនឹងសណ្តែកគួរចូលបងប្អូនសណ្តែកគួរយើងមិនបាច់ក្តិចទេយើងមូលដូចនាងខ្ញុំអញ្ចឹងមកបានមើលទៅឃើញធម្មជាតិឆ្ងាញ់បងប្អូនចានិយាយចំទៅមុខម្ហូបមួយមុខនេះយើងធ្វើមិនឲ្យមើលទៅងាយបងប្អូនយើងមិនបាច់ចាំក្បាច់ក្បូរច្រើនទេបើសិនជាក្បាច់ក្បូរច្រើនពេកក៏អត់ឆ្ងាញ់ដែរយើងធ្វើមករបៀបថាងាយបែបធម្មជាតិបានឆ្ងាញ់ចាម៉ាក់វីអាចតែនិយាយបុកសណ្តែកគួរឲ្យបាត់បងប្អូនឃើញថាតំណងខ្លាំងមែនតើអ្នកទាំងអស់គ្នានាងខ្ញុំក៏ចាប់ផ្ដើមដួសវាដាក់ចានទុកមួយឡែកហើយយើងទុកវាខ្លះនៅក្នុងត្បាល់យើងចាប់ផ្ដើមយកបាយក្តៅក៏បានបាយកកក៏បានដែរបងប្អូនយកមកបុកកញ្ញុំវាមកហើយយើងក៏ចាប់ផ្ដើមដួសវាដាក់មួយឡែកមកចំហៀងជាមួយនឹងបុកសណ្តែកគួរនឹងទៅណាឃើញថាតំណងខ្លាំងមែនតើបងប្អូនហើយនាងខ្ញុំបានសាច់មាន់ស្ងោរម្ដុំនឹងទៀតមកជាតិម៉ែជាតិបងប្អូនបុកបាយអង្គកូនខ្មែរជាមួយនឹងបុកសណ្តែកគួរណាភ្លក់ជាមួយម៉ាក់វីទាំងអស់គ្នាតំណងមែនតើបងប្អូនយើងជ្រើសយកបាយអង្គកូនខ្មែរពូតវាអញ្ចឹងមកណាចាហើយយើងបន្ថែមជាមួយនឹងសណ្តែកគួរបុកទៅមកអួយតំណងណាស់អ្នកទាំងអស់គ្នាអើយមកភ្លក់មួយនឹងខ្ញុំអស់គ្នាได้จุ่มបងប្អូនបើពេញចិត្តនឹងមុខម្ហូបមួយមុខនេះកុំភ្លេច share ទុកមើលថ្ងៃក្រោយសនុកយើងធ្វើញ៉ាំទាំងអស់គ្នាណាចាអរគុណជំរាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត